ពេលវេលាចេះតែរំកិលទៅមុខបន្តិចម្ដងពី1វិនាទីទៅរហូតដល់1នាទី1ម៉ោង1ថ្ងៃ1សប្តាហ៍1ខែ1ឆ្នាំមិនឈប់ក៏មិនបង្អង់យ៉ាងណាជីវិតសត្វលោកដូចគ្នាគ្រប់រូបទាំងវ័យទាំងអាយុចេះតែវិវត្តទៅរកភាពថមថយនៃច្បាប់ធម្មជាតិប្រៀបដូចនាឡិកាដែលដើរទៅមុខបានហ្នឹងព្រោះថ្មហើយថ្មនោះក៏ចេះតែខ្សោយភ្លើងទៅបន្តិចម្ដងច្បាស់ណាស់ថាពេលណាមួយថ្មនោះនឹងអស់ភ្លើងទៅហើយនាឡិកាក៏ឈប់ដើរយ៉ាងណាមិញជីវិតមនុស្សសត្វគ្រប់រូបដូចគ្នាពេលកើតមកហើយនឹងតែងតែទទួលផលទៅតាមកម្មដែលសត្វបុគ្គលនោះបានសាងមកហើយខ្លះក៏បានត្រកូលខ្ពង់ខ្ពស់ទៅខ្លះក៏តូចទាបដូចយើងឃើញស្រាប់ហើយមានស្ដេចមានមន្ត្រីមានសេដ្ឋីអ្នកមានអ្នកក្រអ្នកមាននឹងខ្ពស់កប់ពពកអ្នកក្រនឹងក៏ក្ររកអង្គច្រកឆ្នាំងមិនបានក៏មានប៉ុន្តែឋានៈទាំងអស់ដែលខ្ញុំរៀបរាប់មកនេះទោះជាឋានៈណាក៏ដោយណាដរាបណានៅតែវិលកើតវិលស្លាប់នៅក្នុងភពជាប់ដោយបញ្ញខណ្ឌតែងតែកើតមកហើយក៏រត់ទៅរកភាពចាស់ឈឺស្លាប់ជាច្បាប់ធម្មជាតិពេលឈឺកាយនឹងក៏រត់ទៅរកពេទ្យឲ្យព្យាបាលមានលេបថ្នាំចាក់ថ្នាំចាក់សេរ៉ូមអ្នកខ្លះនឹងក៏មានបាក់ដៃបាក់ជើងពិការគោថ្លង់ទៅតាមកម្មដែលសត្វបុគ្គលធ្វើទុកមកហើយត្រូវទទួលដូចនាឡិកាដែលខ្ញុំកំពុងជួសជុលអញ្ចឹងអស់ថ្មក៏ដូរថ្មដូរហើយក៏ដើរទៀតទៅពេលខ្លះម៉ាស៊ីនខូចអាចជួសជុលបានក៏ជួសជុលមិនបានក៏ដូរម៉ាស៊ីនថ្មីបើឃើញតួនៅល្អតែបើតួចាស់ពេកបែកបាក់ទទួលមិនបានហ្នឹងក៏បោះចោលទៅដូចមនុស្សស្លាប់ហើយគេយកទៅស្មោហ្វានអញ្ចឹងហ្នឹងគេយកទៅព្រៃស្មោហ្វានណាហ្នឹងពេលវេលាតែងទៅមុខឥតបងអង្គទោះមិនចង់គិតឯអង្គក៏មិនបានគិតអង្វរសុំមកជក់ឲ្យរួចប្រាណឥតរួចបានព្រោះក្តីស្លាប់ច្បាប់ធម្មជាតិមានក៏ស្លាប់ក្រក៏ស្លាប់មុនឬក្រោយតែសូមឲ្យប្រុងប្រៀបខ្លួនកុំបីឃ្លាតសន្សំបុណ្យទុកជាទុនបន្តទៀតកុំចោលមកសៀតជាតិកុសលផ្ដល់ក្តីសុខតែបើជាតិអកុសលដូចភ្លើងក្តៅចិត្តសោកសៅឆាបសន្ធើមិនស្រណុកពេលមរណាសន្នកាលឈឺចាប់ចុកពេញដោយទុក្ខបាបរំអុកទៅអបាយបើអីចឹងគួរធ្វើទានឲ្យបានច្រើនត្រូវចម្រើនសិលភាវនាការពារកាយគ្រាចុងក្រោយបុណ្យអំណោយមិនប្រែคลายល្បីខ្យល់ខ្ចាយទៅទីខ្ពស់ឆ្ពោះទេវលោកសូមលើកដៃជូនកុសលដែលខ្ញុំបានធ្វើប៉ុន្មានសូមរំលែកដល់អស់លោកសូមឲ្យញាតិទាំងប្រុសស្រីកុំបីសោកឈ្នះអស់រោគ
ភ័យយន្តរាយឆ្ងាយផុតទៅបាទជាបន្តនេះខ្ញុំចង់និទានរឿងមួយចែកជូនដល់បងប្អូនស្ដាប់ទុកជាការពិចារណាគឺរឿងស្វាទេវទត្តទៀតណាហ្នឹងហើយនៅគ្រាដែលកន្លងទៅហើយហ្នឹងព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសីកាលនោះភិក្ខុទេវទត្តកើតជាស្វាត្រោសនៅក្នុងព្រៃហេមពៀនជាប្រធាននៃស្វាទាំងឡាយក្នុងទីនោះគឺកាលបើមានកូនឈ្មោះរបស់ខ្លួនកើតឡើងតែងតែសម្លាប់ចោលខ្លាចក្រែងកូននោះដណ្ដើមធ្វើជាមេវងកាលនោះព្រះពោធិសត្វចាប់បដិសន្ធិក្នុងផ្ទៃស្វាញីជាភរិយាស្វាទេវទត្តនោះឯងស្វាញីដឹងថាខ្លួនមានគោហើយនោះក៏រត់ពាត់ទៅពួននៅកន្លែងដទៃដល់សម្រាលកូនឈ្មោលមកនោះខំលាក់មិនឲ្យចេញទៅទីឆ្ងាយទេកូនស្វានោះមានកម្លាំងដូចដំរីសាចឹងក្លាហានអង់អាចដូចរាជសីព្រោះជាតិជាព្រះពោធិសត្វទៀតណាដល់ធំឡើងសួរមេដាថាអ្នកណាជាបិតាខ្ញុំសូមនាំខ្ញុំទៅជួបមេដានឹងប្រាប់ថាបិតាឯងជាមេវងនៅក្នុងព្រៃធំឯណោះកូនឯងទៅជួបមិនបានទេព្រោះបិតានោះចិត្តអាក្រក់ណាស់តែឃើញកូនឈ្មោលចាប់ច្បាច់សម្លាប់ចោលហើយព្រះពោធិសត្វថាមិនស្លាប់ទេសូមមេដានាំខ្ញុំទៅចុះមេដានឹងក៏ខាត់មិនបានក៏នាំទៅបិតាឃើញហើយក៏ព្យាបាទក្នុងចិត្តក៏ធ្វើជាស្រឡាញ់ហើយព្រះពោធិសត្វនឹងឲ្យចូលទៅចិត្តចាប់អោបរឹតពេញទំហឹងហើយព្រះពោធិសត្វនឹងប្រឹងចំកោងច្រានបិតាទាំមិនបានចាញ់កម្លាំងព្រះពោធិសត្វក៏លែងទៅហើយបិតាក៏កើតក្តៅក្រហាយគិតថាកូននេះពូកែតែធំពេញរូបឡើងហ្នឹងវាសម្លាប់អញដណ្ដើមយកឋានៈជាមេវងហើយបើដូច្នោះអញប្រើវាទៅឲ្យអរៈទឹកចាប់ស៊ីទើបហៅព្រះពោធិសត្វហ្នឹងមកប្រាប់ដោយឧបាយថាណែកូនសម្លាញ់ពុកឥឡូវឪពុកចាស់ហើយនឹងប្រគល់ឋានៈមេវងឲ្យឯងគឺតាំងឯងនឹងជាស្ដេចឲ្យត្រួតត្រាវងស្វាទាំងអស់ជំនួសបិតាឯងត្រូវទៅកាច់ផ្កាក្នុងស្រះឯណោះមកឲ្យបិតានឹងអភិសេកឲ្យព្រះពោធិសត្វទទួលដោយរីករាយហើយមនីរត់ទៅកាន់ស្រះនោះទៅដល់ដើរឆ្វែលពិចារណាមើលវាអត់ឃើញមានស្នាមជើងឡើងវិញសោះឃើញតែចុះទៅក្នុងស្រះហ្នឹងទៅព្រះពោធិសត្វហ្នឹងយល់ច្បាស់ថាក្នុងស្រះនេះមានអរៈទឹកហើយហ្នឹងហើយអញមិនត្រូវចុះទេក៏ដើរបេះជុំវិញស្រះមិនឲ្យជល់ខ្លួនទៅក្នុងអាណាខេត្តរបស់អរៈទឹកទេបេះបានផ្កាជាច្រើននឹងដាក់គោក្បែរមាត់ស្រះអរៈទឹកឃើញហើយនឹកអស្ចារ្យក្នុងចិត្តថាអីស្វានេះចំជាបណ្ឌិតអ្នកប្រាជ្ញបេះយកផ្កាអញបានហើយមិនឲ្យអញចាប់ស៊ីកាទៀតទើបបង្ហាញខ្លួនឲ្យព្រះពោធិសត្វឃើញហើយសូត្រពាក្យស្លោកថាបបិទ្ធស្ដេចស្វាធម៌ទាំងឡាយ3យ៉ាងនេះគឺដក្ខយៈ1សុរិយៈ1បញ្ញា1មានដល់បុគ្គលណាដែលដោយលោកបុគ្គលនោះតែងបង្ក្រោបនៅខ្មាំងបានសូត្រដូច្នេះហើយសួរព្រះពោធិសត្វថាអ្នកយកផ្កាទៅធ្វើអ្វីព្រះពោធិសត្វនឹងថាបិតាខ្ញុំឲ្យយកទៅដើម្បីអភិសេកខ្ញុំជាស្ដេចអរៈទឹកគិតថាអ្នកមានសេចក្តីអង់អាចយ៉ាងនេះគួរតែអញយកផ្កាទៅឲ្យហើយក៏កាន់ផ្កាដើរតាមក្រោយព្រះពោធិសត្វទៅបិតាឃើញកូនទៅវិញមានអរៈទឹកជាអ្នកកាន់ផ្កាឲ្យដូច្នោះក៏កើតក្តៅក្រហាយអន្ទះអន្ទែងបែកទ្រូងស្លាប់ទៅហើយពួកស្វាទាំងឡាយនោះក៏នាំគ្នាអភិសេកព្រះពោធិសត្វជាស្ដេចរបស់ខ្លួនតទៅប្រជុំជាដកគឺស្វាជាបិតាហ្នឹងគឺភិក្ខុទេវទត្តឯកូនស្វានោះគឺតថាគតតួអង្គព្រះសម្មាសម្ពុទ្ធយើងនឹងឯងធម៌ទាំងឡាយ3យ៉ាងហ្នឹងគឺតក្ខយៈប្រែថាសេចក្តីប្រសពរវិសរវៃហើយសុរិយៈប្រែថាសេចក្តីក្លាហានអង់អាចបញ្ញាហ្នឹងប្រែថាសេចក្តីប្រាជ្ញមិនគាំងគំនិតសាធុទៀតណាថ្ងៃនេះខ្ញុំបាទសូមបញ្ចប់ត្រឹមប៉ុណ្ណឹងចុះបុណ្យដែលកើតឡើងពីការបំពេញធម្មទាននេះចូលមានដល់ញាតិទាំងឡាយសូមញាតិទាំងឡាយបានដល់នូវសេចក្តីសុខចុះសូមអនុមោទនា